បរាជ័យបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតទៅយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាពាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញោមមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតផែនដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទូមនោះទូមនិញអីពេកដែរមានបញ្ញាយល់ថាជីវិតតែមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងទេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាធកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅមួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុកថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខ
នដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់វិធីបានទេហើយបើអ្នកចង់កាន់តែខ្លាំងអ្នកកើតទុកក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកបួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយខ្លាចបាត់ស្រមោលបើក្មេងយំព្រោះខ្លាចបាត់ស្រមោលគេហៅថាក្មេងល្ងង់ហើយបើយើងយំព្រោះខ្លាចព្រាត់ឬយំពេលព្រាត់ប្រាសក៏គេហៅថាជាមនុស្សល្ងង់ដែរព្រោះគ្មានការជួបណាដែលមិនព្រាត់នោះទេអ្នកអាចទៅមុនកូនឬកូនទៅមុនអ្នកឬគេទៅចោលអ្នកក៏ថាបានមើលមិនឃើញទេហើយខាត់មិនបានឡើយទោះបីអ្នកយំទឹកភ្នែកคล้ายជាទឹកទន្លេក៏ដោយក៏នៅតែព្រាត់ថ្ងៃណាមួយមិនខានមិនមែនមិនឲ្យស្រឡាញ់មិនឲ្យថែរក្សាទេប្រឹងប្រែងរក្សាគ្នាដោយទឹកចិត្តមេត្តាចុះតែកុំភ្លេចថាអ្វីមិនទៀងទាត់ទេអាចប្រែប្រួលទៅវិញពេលណាក៏បានបើអ្នកហ៊ានជួបអ្នកក៏ត្រូវតែហ៊ានព្រាត់ដែរត្រូវត្រៀមស្មារតីរៀនទទួលយកទាំងពីរទាំងជួបទាំងព្រាត់ដែលអាចកើតឡើងពេលណាមួយក៏បានហើយរៀនកាត់បន្ថយការប្រកាន់ហួងហែងខ្លាំងហើយរៀនទទួលស្គាល់ការពិតបើមិនបានត្រៀមខ្លួនទេពេលព្រាត់ទៅអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្នកមិនអាចឈរហាលថ្ងៃដើម្បីឃើញស្រមោលរហូតបានទេអ្នកមិនអាចជួបរហូតបានទេច្រណែនចិត្តនៅល្ងងច្រើនចុះចិត្តដែរច្រណែនគេខ្លាចពីល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សចិនសំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេខែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដើរទៅហើយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រាំង
ទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខាន